សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចរបស់ពូបារាំងសូមរីករាយសម្ដាប់ជាមួយសាយរឿងថ្មីទាំងអស់គ្នាបើចូលចិត្តការនីតិរបស់ពូបារាំងកុំភ្លេចជួយ Subscriber និងឲ្យមេដៃរបស់ពូបារាំងម្នាក់មួយផងសូមអរគុណថ្ងៃទី6ខែតុលាឆ្នាំ2016ម៉ោង02:37នាទីមុនស្លាប់3ថ្ងៃប្រាប់ប្រពន្ធគុំយកសពទៅបូជាឬបញ្ចុះ7ថ្ងៃក្រោយនឹងរស់វិញរឿងចម្លែកមើលបានកើតឡើងនៅភូមិជង្លុកឃុំរម៉ាំងថ្កូលស្រុកស្វាយទៀបខេត្តស្វាយរៀងដោយបុរសម្នាក់ដឹងខ្លួនមុនថាខ្លួននឹងស្លាប់ហើយបាននិយាយប្រាប់ប្រពន្ធថាពេលដែលខ្ញុំគឺប្តីស្លាប់កុំយកសពខ្ញុំទៅបូជាឬបញ្ចុះឲ្យសោះបើសពនៅធម្មតាមិនរឹងមិនហើមឬស្អុយរំចាំ7ថ្ងៃព្រលឹងខ្ញុំនឹងវិលមកចូលរូបរាងកាយវិញហើយលុះបាន3ថ្ងៃក្រោយមកក៏ស្លាប់មែនរហូតមកដល់ថ្ងៃទី6ខែតុលាឆ្នាំ2016នេះប្រពន្ធមិនព្រមយកសពប្តីទៅបូជាឬបញ្ចុះឡើយហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅមើលសាកសពហើយនឹងរងចាំមើលថាតើបុរសខាងលើអាចរស់ឡើងវិញមែនដែរឬទេបើតាមស្ត្រីឈ្មោះឡាយសុធីអាយុ53ឆ្នាំដែលជាប្រពន្ធរបស់សពបានឲ្យដឹងថាប្តីគាត់មានឈ្មោះប្រាក់ឋានអាយុ37ឆ្នាំរស់នៅភូមិកាត់ហាននិងបានរួមរស់ជាប្តីប្រពន្ធរយៈពេល6ឆ្នាំហើយស្ត្រីជាប្រពន្ធបន្តទៀតថានៅមុនថ្ងៃដែលប្តីរបស់គាត់ស្លាប់3ថ្ងៃប្តីរបស់គាត់បាននិយាយប្រាប់គាត់ជាប្រពន្ធថាពេលដែលខ្ញុំគឺស្លាប់សូមគុំយកសពរបស់ខ្ញុំយកទៅបញ្ចុះឬបូជាពីព្រោះរូបគាត់គឺប្តីត្រូវព្រះអង្គយកព្រលឹងទៅហើយរយៈពេល7ថ្ងៃទេព្រលឹងរបស់គាត់វិលមកចូលរូបរាងកាយវិញហើយលុះបាន3ថ្ងៃក្រោយមកក៏ស្លាប់មែនរហូតមកដល់ថ្ងៃទី6ខែតុលាឆ្នាំ2016នេះគឺស្លាប់បាន3យប់4ថ្ងៃហើយរូបគាត់សង្ឃឹមថាប្តីរបស់គាត់នឹងរស់ឡើងវិញដោយឡែកបើតាមប្រភពព័ត៌មានពីសាច់ញាតិនៃសពបានឲ្យដឹងផងដែរថានាពេលកន្លងមកជនរងគ្រោះដែលបានស្លាប់នេះធ្លាប់បានទៅបួងរៀនមន្តអាគមគាថានៅភ្នំគូលែនខេត្តសៀមរាបជាមួយនឹងញាក់សាចាំហើយអាចបណ្ដាលមកពីខុសគ្រូបាជាយាយហើយគ្រូធំដែលនៅឯភ្នំគូលែននោះតែងតែទូរស័ព្ទមកប្រាប់ក្រុមគ្រួសារនៃសពថាកុំអាលបូជាឬបញ្ចុះសពអីរងចាំ7ថ្ងៃក្រោយព្រលឹងនឹងវិលមកចូលរូបរាងកាយវិញហើយទោះបីជាយ៉ាងណាក៏ដោយរឿងនេះជារឿងអភិយាជំនឿសុទ្ធសាធហើយរឿងនេះយើងនឹងរងចាំមើលទាំងអស់គ្នាថាតើលទ្ធផលទៅជាយ៉ាងណាបើតាមក្រុមគ្រួសារបានឲ្យដឹងទៀតថាមកដល់ម៉ោង2រសៀលថ្ងៃទី6តុលានេះសពនៅមានសភាពទន់ធម្មតាដូចជាមនុស្សដេកលក់ពុំទាន់ប្រែប្រួនរឹងឬហើមឬស្អុយឡើយរីឯចាស់ទុំខ្លះនិយាយថាជនរងគ្រោះទំនងជាមិនទាន់ស្លាប់ទេគឺសង្ស័យថាគ្រាន់តែភ្លឹកប៉ុណ្ណោះបើស្លាប់អាចហាមហាយម្យ៉ាងជនរងគ្រោះពុំមានជំងឺអ្វីទេមុនពេលស្លាប់គឺចូលដេកជាធម្មតាស្រាប់តែលែងដកដង្ហើមតែម្ដងទើបស្ត្រីជាប្រពន្ធគិតថាប្តីមិនទាន់ស្លាប់ហើយមិនព្រមយកសពប្តីទៅបូជាឬបញ្ចុះរងចាំ7ថ្ងៃតាមបណ្ដាំប្តីថាប្រលឹងនឹងវិលមកចូលរូបរាងកាយវិញហើយក៏ប៉ុន្តែក្រុមគ្រួសារក៏បានអញ្ជើញលោកតាអាចារ្យមកសូត្រមន្តរាល់ថ្ងៃនិងនិមន្តធ្វើសង្ឃមកសូត្រមន្តធ្វើបុណ្យព្រមទាំងដោតទង់សទង់ក្រពើបង្ហាញថាមនុស្សស្លាប់ទៀនថ្ងៃទី7ខែតុលាឆ្នាំ2016ម៉ោង04:01នាទីបណ្ដាំ3ថ្ងៃមុនស្លាប់កុំបូជាឬបញ្ចុះ7ថ្ងៃក្រោយរស់វិញថ្ងៃទី7បញ្ជាក់ការពិតមុនស្លាប់3ថ្ងៃប្រាប់ប្រពន្ធកុំយកទៅបូជាឬបញ្ចុះ7ថ្ងៃក្រោយរស់វិញរឿងចម្លែកមើលបានធ្វើឲ្យអ្នកភូមិជង្រុកឃុំរម៉ាំងថ្កូលស្រុកស្វាយទៀបខេត្តស្វាយរៀងភ្ញាក់ផ្អើលគ្រប់គ្នាដោយសារតែបុរសម្នាក់បានដឹងខ្លួនមុនថានឹងស្លាប់ដោយបាននិយាយប្រាប់ប្រពន្ធ3ថ្ងៃមុនស្លាប់ថាពេលដែលខ្ញុំស្លាប់កុំយកសពរបស់ខ្ញុំយកទៅបញ្ចុះឬបូជាឲ្យសោះបើសពនៅធម្មតា
មិនរឹងមិនហើមឬមិនស្អុយរងចាំឲ្យគ្រប់7ថ្ងៃប្រលឹងខ្ញុំនឹងវិលមកចូលរូបរាងកាយវិញហើយបណ្ដាំបាន3ថ្ងៃក្រោយមកក៏គាត់បានស្លាប់មែននៅថ្ងៃទី6តុលាប្រពន្ធមិនព្រមយកសពប្តីទៅបូជាឬបញ្ចុះឡាយដោយគោរពតាមបណ្ដាំរហូតមកដល់ថ្ងៃទី5ត្រូវនឹងថ្ងៃសុក្រទី7តុលាឆ្នាំ2016ស្រាប់តែកើតរឿងចម្លែកបែកញើសនៅលើថ្មរបស់សពបុរសខាងលើហើយមានផុសជាអក្សរនៅលើថ្មទៀនមុនដំបូងស្មានតែជាអក្សរដែលចាពេលនៅរស់តែក្រោយមកអក្សរដែលផុសនោះជាពាក្យបាលីថាពុទ្ធាយៈពេលមានមនុស្សផ្សេងទៀតទៅអោនមឿនក៏បាត់អក្សរពុទ្ធាយៈបែរជាឃើញពាក្យថាបំណន់ពេលមានមនុស្សមើលច្រើនស្រាប់តែរលុបពាក្យបំណន់ឃើញតែតួអក្សរ3តួគឺអក្សរបណបទៅវិញធ្វើឲ្យអ្នកភូមិកាន់តែងើយឆ្ងល់ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយចាស់ទុំក៏បានអញ្ជើញយាយជីតាជីមករៀបចំសក្ការៈបូជាថ្វាយនិងបាយបន់បារមីវត្ថុស័ក្តិសិទ្ធិជួយថែរក្សាដើម្បីបញ្ជូនព្រលឹងវិញ្ញាណប្រាក់ឋានឲ្យមកចូលរូបរាងកាយវិញតាមបណ្ដាំរបស់ប្តីដែលផ្ដាំប្រពន្ធថាព្រះហង្សដកយកព្រលឹងឲ្យទៅរៀន5ទីថ្ងៃឲ្យព្រលឹងមកចូលរូបវិញសូមបញ្ជាក់ថាហេតុការចម្លែកនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅចំរោមមើលសាកសពហើយនឹងរងចាំមើលថាតើបុរសខាងលើដែលស្លាប់ទៅហើយអាចរស់ឡើងវិញមែនដែរឬទេនេះមិនមែនជាលើកដំបូងទេការរក្សាទុកសពអ្នកស្លាប់បែបនេះតែកើតមានជារឿយៗដែលព្រៃខ្លះហែដល់បាឆាក៏ហែមកផ្ទះវិញទីបញ្ចប់ខ្លះរហូតមានដង្កោវ៉ាចេញពីរុនជ្រមុះទើបអស់ចិត្តថាស្លាប់ក៏នាំទៅបូជានៅលោកនេះអ្នកស្លាប់គឺស្លាប់ហើយមិនអាចរស់វិញនៅទេប៉ុន្តែចាំមើលឲ្យអស់ចិត្តសិនទោះបីជាយ៉ាងណាក៏ដោយក៏សន្តិភាពនៅតាមដានបន្តនឹងចុះផ្សាយនៅលេខក្រោយទៀតថ្ងៃទី9ខែតុលាឆ្នាំ2016ម៉ោង 12:46 នាទីថ្ងៃទី7បញ្ជាក់ការពិតមុនស្លាប់3ថ្ងៃប្រាប់ប្រពន្ធកុំយកទៅបូជាឬបញ្ចុះ7ថ្ងៃក្រោយរស់វិញនៅទីបញ្ចប់បរិសុទ្ធដែលដឹងខ្លួនមុនថាខ្លួននឹងស្លាប់ហើយបានប្រាប់ប្រពន្ធថាពេលដែលខ្ញុំស្លាប់កុំយកសពខ្ញុំទៅបូជាឬបញ្ចុះអីសោះរងចាំ7ថ្ងៃប្រលឹងខ្ញុំនឹងវិលមកចូលរូបរាងកាយវិញហើយស្រាប់តែនៅថ្ងៃទី8ខែតុលាឆ្នាំ2016មានមនុស្សប្រុស5នាក់មកអុកលោកដោយប្រាប់ថាគេជាគ្រូសិលជេរអន្ទួយព្រលឹងជាគ្រូពេទ្យមកធ្វើពិធីប្រោះទឹកមន្តលើរាងកាយសពនិងអាសានៈរបស់សពស្រាប់តែសពមានសភាពប្រែប្រួលហួសពីការស្មានសូមរំលឹកថារឿងចម្លែកមួយបានកើតឡើងនៅភូមិជង្រុកឃុំប្រមាំងថ្កុលស្រុកស្វាយទៀបខេត្តស្វាយរៀងដោយកាលពីវេលាម៉ោង 11:10 នាទីយប់ថ្ងៃទី3ខែតុលាឆ្នាំ2016រហូតមកដល់ថ្ងៃទី6ខែតុលាឆ្នាំ2016បបរម្នាក់ឈ្មោះប្រាក់ឋានអាយុ37ឆ្នាំបានស្លាប់បាន3យប់4ថ្ងៃហើយប្រពន្ធមិនព្រមយកសពប្តីទៅបូជាវិបញ្ចុះឡាយដោយសារប្រពន្ធសង្ឃឹមថាប្តីរបស់គាត់នឹងរស់ឡើងវិញព្រោះតែមុនពេលស្លាប់3ថ្ងៃប្តីបានប្រាប់ប្រពន្ធថាពេលដែលខ្ញុំស្លាប់កុំយកសពរបស់ខ្ញុំយកទៅបញ្ចុះឬបូជាឲ្យសោះប្រភពព័ត៌មាននៅក្លាយការហេតុបានឲ្យដឹងថានៅវេលាម៉ោង 12:30 នាទីថ្ងៃត្រង់ថ្ងៃទី8ខែតុលាឆ្នាំ2016មានមនុស្សប្រុស5នាក់មកអុកលោកដោយប្រាប់ថាគេជាគ្រូសិលជាអន្ទួញព្រលឹងជាគ្រូពេទ្យមកធ្វើពិធីប្រោះទឹកមន្តលើរាងកាយសពនិងអាសានៈរបស់សពស្រាប់តែកន្លះម៉ោងក្រោយមកសពមានសភាពហើមនិងធំក្លិនស្អុយតាលោកសាញ់សារ៉ូនអាយុ70ឆ្នាំជាគ្រូអាចារ្យដែលនៅថែរក្សាសពបានឲ្យដឹងថាគាត់សោកស្ដាយយ៉ាងខ្លាំងមិនគួរធ្លោយឲ្យមនុស្សមិនស្គាល់មុខមកអុកលោកសពទីក្រុមគ្រួសារនឹងចាស់ទុំមានការសោកស្ដាយយ៉ាងខ្លាំងដោយខំថែរក្សាសពស្លាប់បាន5ថ្ងៃហើយស្រាប់តែបែកញើសនៅលើថ្ងោះហើយមានផូសជាអក្សរនៅលើថ្ងោះជាពាក្យបាលីថាពុទ្ធាយៈពេលមានមនុស្សផ្សេងទៀតទៅអោនមើលទៀតបាត់អក្សរពុទ្ធាយៈបែរជាខឹងពាក្យថាបំណន់ពេលមានមនុស្សមើលចានស្រាប់តែរលូបពាក្យបំណន់ឃើញតែតួអក្សរ3តួគឺអក្សរបណបទៅវិញធ្វើឲ្យអ្នកភូមិកាន់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយចាស់ទុំក៏បានអញ្ជើញយាយជីតាជី
មករៀបចំសក្ការៈបូជាថ្វាយនិងបែបបន់បារមីវត្ថុស័ក្តិសិទ្ធិជួយថែរក្សាដើម្បីបញ្ជូនព្រលឹងវិញ្ញាណប្រធានឲ្យមកចូលរូបរាងកាយវិញតាមបណ្ដាំថាព្រះអង្គដកយកព្រលឹងឲ្យទៅរៀន7ថ្ងៃឲ្យព្រលឹងមកចូលរួម លោកតាអាចារ្យបន្តទៀតថាមុនដំបូងគេឃើញបុរស5នាក់ចូលពីលើរថយន្តពេជ្រអាប់ស៊េរីថ្មីមួយគ្រឿងមិនចាំលេខបានដើរចូលក្នុងផ្ទះតម្កល់សពហើយប្រាប់ថាគេជាគ្រូសិលមកជួយសង្គ្រោះអន្ទើញព្រលឹងឲ្យចូលរាងកាយវិញហើយបានបញ្ជាឲ្យសាច់ញាតិទៅរកដើមអំពើខ្មៅប្រាពីដើមនិងមើមខ្ទឹមសមកធ្វើពិធីអន្ទើញព្រលឹងឆ្លៀតឱកាសល្អពួកគ្រូសិលបានយកប្រដាប់ប្រដាដែលបានត្រៀមទុកជាស្រេចមានដូចជាទឹកមុនជាដើមធ្វើពិធីសូត្រអាគមប្រោះទឹកមុនលើសពរួចបាចទឹកលើអាសនៈរបស់សពរីឯលោកតាអាចារ្យនិងប្រពន្ធសពអង្គុយភាំងនិយាយមិនចេញភ្លេចបណ្ដាំរបស់ប្តីតម្រាំដឹងខ្លួនគឺជ្រុលពេលបាត់ទៅហើយដោយលឺគ្រូសិលសួរទៅម្នាក់ទៀតថាមនុស្សនេះស្លាប់ហើយឬនៅម្នាក់ដែលថាជាគ្រូពេទ្យឆ្លើយថាបើតាមវិទ្យាសាស្ត្រគ្រូពេទ្យគឺស្លាប់ហើយបើតាមអាចារ្យគឺមិនទាន់ស្លាប់ទេក្រោយមកគ្រូសិលនោះបានទូរស័ព្ទរាយការណ៍ទៅគ្រូធំរបស់គេថាពួកគេបានយកទឹកមុននិងបានសូត្រគាថាតាមលោកគ្រូហើយក៏ប៉ុន្តែសភាពសពនៅធម្មតាមានការប្រែប្រួលទេគ្រូសិលនោះបានទទួលបញ្ជាឲ្យយកទឹកមុនប្រក់បន្តចំនួន3ដងទៀតរួចដោះអាវសពហើយយកដីសគោះខ្វែងជើងកោកលើដើមទ្រូងសពហើយក៏ប្រញាប់ប្រញាល់នាំគ្នាចេញទៅស្ត្រីឈ្មោះឡាយសុធីអាយុ53ឆ្នាំដែលជាប្រពន្ធរបស់សពបានឲ្យដឹងថារូបគាត់ដូចជាភាំងដូចជាត្រឹកថ្នាំសំដំអង្គុយមើលគេធ្វើពិធីតែមិនអាចខាត់គេបានក្រោយពេលក្រុមគ្រូសិលនោះទៅបាត់កន្លះម៉ោងទើបគាត់ភ្ញាក់ខ្លួនមើលទៅសពប្តីផ្ទៃមុខបាសរោមឡើងសរសៃភ្នែកទាញមាត់វាចក្រោយមកនៅវេលាម៉ោង1រសៀលថ្ងៃដដែលមើលទៅសពចាប់ដើមហើមមុខហើមពោះប៉ោមសាច់ឡើងពណ៌ខ្មៅនិងធំក្លិនស្អុយតែម្ដងទើបគិតថាគ្រូសិលនេះមកផ្ចាញ់សម្លាប់ប្តីរបស់គាត់បន្ទាប់មកក៏លើកសពដាក់ក្តារមកចូលធ្វើបុណ្យនិង